នៅឆ្នាំ2026នេះប្រទេសថៃនឹងជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើនប្រភេទដែលនឹងវាយប្រហារមកលើប្រទេសថៃជាបន្តបន្ទាប់សោកនាដកម្មនៃគ្រោះមហន្តរាយធម្មជាតិកាលអំពីឆ្នាំ2025ប្រទេសថៃបានរងការវាយប្រហារយ៉ាងដំណំអំពីទឹកជំនន់ជាពិសេសព្យុះមួយហើយមួយទៀតឥតឈប់ឥតឈរដែលធ្វើឲ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធការជម្លៀសប្រជាជននិងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរការប្រែប្រួលអាកាសធាតុនៅលើពិភពលោកបានដាក់សម្ពាធសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើប្រទេសជាច្រើនដែលកំពុងតែជួបប្រទះនឹងគ្រោះមហន្តរាយជាពិសេសប្រទេសថៃស្ថិតនៅក្នុងចំណោមប្រទេសទាំងអស់នោះដែរដែលជាប់ចំណាត់ថ្នាក់លេខ17នៃប្រទេសដែលជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិខ្លាំងជាងគេនៅលើពិភពលោកការព្យាករណ៍អាកាសធាតុសម្រាប់ឆ្នាំ2026បានបង្ហាញថាប្រទេសថៃនឹងប្រឈមមុខនឹងការផ្លាស់ប្ដូរគំរូអាកាសធាតុដោយផ្លាស់ប្ដូរពីហានិភ័យនៃទឹកជំនន់នៅដើមឆ្នាំទៅជាគ្រោះមហន្តរាយរាំងស្ងួតធ្ងន់ធ្ងរនិងរលកកម្ដៅនៅពាក់កណ្ដាលឆ្នាំគ្រោះមហន្តរាយធម្មជាតិធំៗដែលត្រូវបានគេព្យាករណ៍គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនិងរលកកម្ដៅបន្ទាប់អំពីដំណាក់កាលនៃការព្យាករណ៍ដ៏ព្យាក្រឹតមួយនៅដើមឆ្នាំ2026នេះសកម្មភាពនៃ El Niño ដែលត្រូវបានគេនិយាយថាជាការកើនឡើងនៃកម្ដៅរំពឹងទុកថានឹងវិវត្តចាប់ផ្ដើមអំពីខែឧសភាឆ្នាំ2026តទៅការផ្លាស់ប្ដូរនេះអាចពន្យាពេលនៃរដូវវស្សាយ៉ាងខ្លាំងដែលនាំឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងរលកកម្ដៅដែលគំរាមកំហែងដល់អាយុជីវិតទូទាំងប្រទេសសីតុណ្ហភាពផ្នែកខាងលើនៃប្រទេសថៃត្រូវបានគេព្យាករណ៍រួចទៅហើយថានឹងកើនឡើងនៅពាក់កណ្ដាលខែមករាឆ្នាំ2026ដោយសារតែប្រព័ន្ធសម្ពាធខ្ពស់បានចុះខ្សោយគ្រោះមហន្តរាយធំមួយទៀតដែលនឹងវាយប្រហារមកលើប្រទេសថៃហើយកំពុងតែរំខានយ៉ាងខ្លាំងហើយក៏គេនិយាយថាវាជាគ្រោះមហន្តរាយដ៏ចម្លែកមួយទឹកជំនន់ឆ្នេរសមុទ្រឬក៏ការជ្រាបចូលអំពីទឹកសមុទ្រនៅក្នុងខែមករាឆ្នាំ2026នេះអាជ្ញាធរបានចេញការព្រមានជាច្រើនសម្រាប់ទីក្រុងបាងកកនិងខេត្តនៅភាគកណ្ដាលចំនួន6ទៀតរួមមានខេត្តសមុទ្រប្រាកាននន្ទបុរីនិងបឋមធានីដែលតាក់ទងទៅនឹងការកើនឡើងខ្ពស់និងការជ្រាបចូលនៃទឹកសមុទ្រដែលនាំឲ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងររលកទឹកបានកើនឡើងខ្ពស់ទាំងនេះវាផ្សំជាមួយនឹងខ្យល់មូសុងដែលគំរាមកំហែងដល់ការហើមនៃទន្លេចៅប្រយ៉ានិងជន់លិចនៅតំបន់ទំនាបខាងក្រៅរបាំងទឹកជំនន់ដ៏អចិន្ត្រៃយ៍ជំនន់ទឹកសមុទ្រនេះផងដែរវាបង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ដីឆ្នេរនិងដីគោកមួយចំនួនធំដែលត្រូវបានលិចលង់ទៅក្នុងទឹកសមុទ្រហើយនៅពេលដែលទឹកស្រកគុណភាពដីក៏មិនមានគុណភាពល្អនោះដែរផលដំណាំកសិកម្មជាច្រើនត្រូវបានបំផ្លាញដោយសារតែការលិចលង់មួយនេះហើយធ្វើឲ្យគុណភាពដីកាន់តែអាក្រក់ទៅពិបាកនឹងទទួលយកនៅការបង្កើនផលជាថ្មីបញ្ហាចំនួនទឹកសមុទ្រនេះវាផ្សារភ្ជាប់ទៅនឹងអ្វីដែលជាការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រនិងការទូទាយបែបជំនឿជាច្រើនលើកច្រើនសារដែលបាននិយាយថាទីក្រុងបាងកកនិងខេត្តមួយចំនួនទៀតនឹងត្រូវបានលិចលង់ទៅក្នុងទឹកសមុទ្រនៅក្នុងឆ្នាំ2030ខាងមុខនេះហើយនឹងត្រូវលិចលង់ទាំងស្រុងនៅឆ្នាំ2100ក្រៅអំពីទឹកជំនន់សមុទ្រដ៏ធ្ងន់ធ្ងរដែលបានរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនថៃនៅពេលនេះគ្រោះហានិភ័យមួយទៀតក៏នឹងបានវាយប្រហារធ្ងន់ធ្ងរផងដែរមកលើប្រទេសថៃគឺទឹកជំនន់ភ្លាមដែលហូរចេញអំពីការបាត់បង់នៃព្រៃឈើទោះបីជាមានគ្រោះរាំងស្ងួតដែលកំពុងតែកើតមានក៏ដោយសម្រាប់ឆ្នាំ2026នេះគឺវាងាយរងគ្រោះបំផុតដោយសារតែភ្លៀងធ្លាក់ខ្លាំងព្យុះផ្គររន្ទះជាពិសេសនៅតំបន់ភាគខាងត្បូងប្រជាពលរដ្ឋនៅតំបន់ភ្នំត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមទឹកហូរចេញអំពីព្រៃឈើនិងការបាក់ដីដែលអាចកើតមាននៅក្នុងអំឡុងពេលទាំងអស់នោះផងដែរបានន័យថាស្ថានភាពដ៏អាក្រក់សម្រាប់ឆ្នាំ2026នេះគឺនៅតែជាគ្រោះទឹកជំនន់ដដែលសម្រាប់ប្រទេសថៃទោះបីជារដូវប្រាំងមានរយៈពេលវែងហើយបង្កឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរក៏ដោយប៉ុន្តែនៅពេលដែលមានភ្លៀងធ្លាក់គឺនឹងមានទឹកជំនន់ធ្ងន់ធ្ងរបន្តទៀតសម្រាប់ឆ្នាំ2026នេះមួយវិញទៀតគេបានមើលឃើញអំពីភាពងាយរងគ្រោះដោយសារតែហានិភ័យនៃអាកាសធាតុប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងដល់កម្រិតចំណាត់ថ្នាក់ទី17នៅក្នុងសន្ទុះហានិភ័យអាកាសធាតុសម្រាប់ឆ្នាំ2026នេះការកើនឡើងពីចំណាត់ថ្នាក់ទី72នៅក្នុងឆ្នាំ2022ប៉ុន្តែឥឡូវនេះគឺមកត្រឹមកម្រិតទី17ទៅហើយបានន័យថាជាការវាយប្រហារធ្ងន់ធ្ងរអំពីធម្មជាតិដែលជាប់ចំណាត់ថ្នាក់ទី17នៅលើពិភពលោកទៅហើយចំណាត់ថ្នាក់នេះបានឆ្លុះបញ្ចាំងអំពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៃភាពងាយរងគ្រោះរបស់ប្រទេសចំពោះព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងររួមទាំងទឹកជំនន់ទន្លេខ្លាំងនិងព្យុះដែលបានកើនឡើងជាញឹកញាប់និងមានឥទ្ធិពលខ្លាំងមួយវិញទៀតគឺគ្រោះថ្នាក់នៃភូមិសាស្ត្រនិងគុណភាពខ្យល់ភូមិសាស្ត្រនៃប្រទេសថៃគឺជាភូមិសាស្ត្រដ៏អាក្រក់មួយនៅពេលនេះខណៈពេលដែលទីក្រុងបាងកកនិងខេត្តចំនួន30ផ្សេងទៀតកំពុងតែរងផលប៉ះពាល់ដោយសារតែការវាយប្រហារអំពីខ្យល់ពុល
ពីមួយឆ្នាំទៅមួយឆ្នាំបានធ្វើឲ្យមនុស្សប្រមាណជាង 30,000 នាក់បានបាត់បង់ជីវិតដោយសារតែខ្យល់ពុលអំពីអាកាសធាតុប៉ុន្តែសម្រាប់ឆ្នាំ2026នេះបានន័យថាកម្រិតនៃខ្យល់ពុលគឺកើនឡើងយ៉ាងខ្លាំងក្លាសម្រាប់ប្រទេសថៃហើយផលប៉ះពាល់ក៏នឹងកើនមានយ៉ាងធ្ងន់ធ្ងរផងដែរគេបានមើលឃើញថាស្ថានភាពខ្យល់មិនថិតថេរនៅដើមខែមករាឆ្នាំ2026នេះបាននាំឲ្យមានកម្រិតដែលគេហៅថា PM 2.5 ដ៏គ្រោះថ្នាក់នៅទីក្រុងបាងកកដែលឈានដល់កម្រិតហានិភ័យខ្ពស់គឺបន្តក្រហមតែម្ដងប្រទេសថៃក៏ដូចជាទីក្រុងបាងកកគឺជាប់ចំណាត់ថ្នាក់លេខ 4 នៅលើពិភពលោកនៅក្នុងចំណោមទីក្រុងទាំង 15 នៅលើពិភពលោកដែលរងផលប៉ះពាល់ដោយសារតែខ្យល់ពុលខ្លាំងជាងគេបំផុតសម្រាប់ការព្យាករណ៍ឆ្នាំ2026នេះបានបង្ហាញថាប្រទេសថៃអាចនឹងជួបប្រទះនឹងគ្រោះមហន្តរាយទឹកជំនន់ព្យុះធំបានកើនឡើងជាបន្តបន្ទាប់មិនខុសអ្វីអំពីឆ្នាំ2025កន្លងទៅនេះទេបើធៀបទៅនឹងឆ្នាំ2025ភាគច្រើនដោយសារតែការផ្លាស់ប្ដូរយ៉ាងសំខាន់នៃគំរូអាកាសធាតុនៅពិភពលោកដូចជា El Niño ដែលជាការកម្រិតនៃការកើនឡើងកម្ដៅទោះជាយ៉ាងណាក៏ដោយហានិភ័យនៃព្យុះធ្ងន់ធ្ងរនីមួយៗនៅតែបន្តមានភាពងាយរងគ្រោះរួមជាមួយនឹងប្រទេសចំពោះគ្រោះមហន្តរាយអាកាសធាតុដែលកំពុងតែកើនឡើងជាបន្តបន្ទាប់គេបានព្យាករណ៍ថាទឹកភ្លៀងនឹងថយចុះនៅក្នុងអំឡុងពេលដែលមានគ្រោះរាំងស្ងួតមានការផ្លាស់ប្ដូរជាធម្មតាដែលបណ្ដាលឲ្យរដូវវស្សាយឺតយ៉ាវហើយទឹកភ្លៀងសរុបទាបជាងនិងហានិភ័យបានកើនឡើងចំពោះការរាំងស្ងួតធ្ងន់ធ្ងរជាមួយនឹងរលកកម្ដៅនៅក្រោយពេលនៅក្នុងឆ្នាំនេះការព្យាករណ៍អំពីការខ្វះខាតទឹកបានកើនឡើងប្រទេសថៃត្រូវបានគេព្យាករណ៍ថាប្រឈមមុខនឹងកង្វះខាតទឹកជាង 44,050 លានម៉ែត្រគីបនៅក្នុងឆ្នាំ2026ដែលនាំឲ្យជំរុញឲ្យមានការគ្រប់គ្រងទឹកយ៉ាងប្រុងប្រយ័ត្ននៃទុនបម្រុងទឹកដែលមានស្រាប់ចំពោះហានិភ័យព្យុះនិងទឹកជំនន់នៅដើមឆ្នាំបានអូសបន្លាយផងដែរទោះបីជាមានការព្យាករណ៍អំពីគ្រោះរាំងស្ងួតរយៈពេលវែងក៏ដោយក៏សម្រាប់ឆៅមេទី1នៃឆ្នាំ2026នេះនៅតែមានហានិភ័យជាក់លាក់អំពីភ្លៀងធ្លាក់ដំបូងដែលអ្នកជំនាញមួយចំនួនបានព្រមានថារដូវវស្សាឆ្នាំ2026អាចនឹងមកដល់មុនពេលធម្មតាហើយអាចបណ្ដាលឲ្យមានទឹកជំនន់ធំនៅមុនពេលរដូវប្រាំងដែលបង្កឲ្យមានបាតុភូត El Niño ចូលមកមិនតែប៉ុណ្ណោះការព្រមានមកអំពីរលកសមុទ្រក៏កើនឡើងខ្លាំងផងដែរនៅដើមខែមករាឆ្នាំ2026នេះអាជ្ញាធរបានចេញការព្រមានសម្រាប់ទីក្រុងបាងកកនិងខេត្តនៅជុំវិញនោះដែលតាក់ទងទៅនឹងជំនោរខ្ពស់ក៏ដូចជាការជ្រាបចូលនៃទឹកសមុទ្រធ្វើឲ្យទឹកទន្លេចៅប្រយ៉ាបានន័យថាហើមឬក៏ឡើងខ្លាំងជាងមុនទឹកជំនន់ភ្លាមៗនៅភាគខាងត្បូងនៅតំបន់ភាគខាងត្បូងនៅតែងាយរងគ្រោះដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងទឹកហូរចេញអំពីព្រៃក្នុងអំឡុងពេលដែលមានឥទ្ធិពលខ្យល់មូសុងជាដើមភាពងាយរងគ្រោះបានកើតឡើងរយៈពេលវែងហើយបានមិនគិតអំពីភាពញឹកញាប់នៃព្យុះប្រចាំឆ្នាំបានន័យថាទម្រង់នៃហានិភ័យអាកាសធាតុរបស់ប្រទេសថៃគឺកាន់តែអាក្រក់ទៅសន្ទុះនៃហានិភ័យអាកាសធាតុថៃបានកើនឡើងដល់ចំណាត់ថ្នាក់ទី17ទៅហើយការព្យាករណ៍អំពីគ្រោះមហន្តរាយធម្មជាតិសម្រាប់ប្រទេសថៃនៃឆ្នាំ2026នេះគឺកំពុងតែធ្វើឲ្យមានភាពកាន់តែក្តៅគគុកឡើងខណៈពេលដែលថៃកំពុងតែជួបប្រទះនឹងបញ្ហាឥតឈប់ឈរធម្មជាតិបានវាយប្រហារមិនដោះដៃនោះទេតើនៅក្នុងឆ្នាំ2026នេះពិតជាមានគំរូអាកាសធាតុបែបនេះមែនដែរឬទេសម្រាប់ប្រទេសថៃអ្វីៗមានតែរងចាំមើលទាំងអស់គ្នា